យន្តហោះនេះហោះលឿនណាស់សូម្បីតែមីស៊ីលក៏មិនអាចរត់ទាន់ដែរជួបជាមួយនឹង SR-71 Blackbird ដែលជាយន្តហោះចារកម្មហោះលឿនបំផុតនិងអាចហោះខ្ពស់បំផុតមិនធ្លាប់មានត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ1960វាបានហោះហើរអំឡុងពេលស្ថានភាពក្តៅបំផុតនៃសង្គ្រាមត្រជាក់និងបានបញ្ចប់បេសកកម្មរាប់ពាន់ធ្លាប់ត្រូវបានមីស៊ីលបាញ់តម្រង់ច្រើនជាង 4000 ដងប៉ុន្តែមិនដែលត្រូវយន្តហោះនេះទេហេតុអ្វីក៏ដូច្នេះគឺពីព្រោះវាបានហោះនៅល្បឿន Mach 3.3 ស្មើនឹងជាង 3500 គីឡូម៉ែត្រក្នុង1ម៉ោងនិងនៅកម្ពស់ 25 គីឡូម៉ែត្រពីដីដែលមិនមានយន្តហោះចម្បាំងឬមីស៊ីលរបស់សត្រូវអាចទៅដល់បានទេម៉ាស៊ីនពិសេសរបស់វាអាចបដូរមុខងារបាននៅពេលកំពុងហោះហើរដោយប្រែទៅជា ramjet សម្រាប់ល្បឿនលឿនវាស៊ីឥន្ធនៈច្រើនប្រមាណ 18 តោនក្នុង1ម៉ោងហើយតួខ្លួនធ្វើពីទីតាញោមរបស់វាក្តៅខ្លាំងដែលមកពីការកកិតនិងបរិយាកាសផែនដីកាមេរ៉ារបស់វាមានថាមពលខ្លាំងព្រោះវាអាចចាប់យករូបភាពដែលមានភាពច្បាស់ពីកម្ពស់ខ្ពស់ពីគែមនៃលំហប៉ុន្តែសម្រាប់រាល់ពេលដែលវាហោះហើរវាត្រូវការថែទាំពេញមួយថ្ងៃវាត្រូវបានដាក់ឲ្យចូលនិវត្តន៍នៅទសវត្សរ៍ឆ្នាំ1990តែនៅតែមិនមានយន្តហោះរបស់ប្រទេសណាអាចប្រៀបផ្ទឹមបានរហូតមកដល់សប្តាហ៍នេះ